សួស្តីប្រិយមិត្តទាំងអស់គ្នាយើងមកជួបគ្នាជាមួយនឹងមេរៀនទី2ពីការរៀបចំกระดาษសិលឹកកិច្ចការនៅក្នុងអត្ថបទ Microsoft Office Word បាទអញ្ចឹងលើកមុនវីដេអូមុនគឺលោកស្រីបានប្រិយមិត្តទាំងអស់គ្នាបានរៀនមកដល់ការរៀបចំกระดาษហើយនឹងវាយបានអនុវិទ្យាល័យបាទអញ្ចឹងលោកស្រីមើលមកលើលបាមកលើអត្ថបទដែលយើងត្រូវវាយបន្តគឺយើងឃើញមាននៅកន្លែងនេះមើលម៉ៅបាទម៉ៅខ្ញុំអូសមកដល់ណាគឺមានលេខបន្ទប់បាទហើយយើងវាយដូចរបស់គេប៉ុណ្ណឹងទៅបានហើយមិនបាច់ចាំស្អាតជាងគេទេវាយតែត្រឹមល្មមប៉ុនរបស់គេហ្នឹងបានហើយចឹងដើម្បីបានលេខបន្ទប់នៅក្នុងចន្លោះនេះបានលោកស្រីត្រូវប្រើប្រាស់ប៊ូតុង tape បាទអញ្ចឹងនៅលើក្តារចុចរបស់យើងនៅខាងឆ្វេងដៃមាន tape យើងចុច tape ម្ដងគឺវារត់ត្រឹម1 សង់ទីម៉ែត្រអញ្ចឹងយើង tape មកវាលោតមកបាទបន្តចឹងមករហូតមកដល់ចំណុចមួយដែលលោកស្រីគិតថាល្មមសមរម្យអាចទទួលយកបានបាទនៅក្នុងវគ្គនេះគឺគ្រាន់តែជា basic ដំបូងបាទអត់ទាន់មានអីស៊ីជម្រៅទៅលើបច្ចេកទេសនៅក្នុងការប្រើ tape ទេបាទអញ្ចឹង tape យើងគ្រាន់តែ tape បែបហ្នឹងមកហើយលោកស្រីទាំងអស់គ្នាសរសេរលេខបន្ទប់បាទអញ្ចឹងយើងសរសេរលេខបាទដូរបាទសំទោសយើងដូរក្តារចុចមកបាទលេខបន្ទប់បាទហើយយើងចុចបន្តដូចគេបាទលេខបន្ទប់ចឹងមកបាទអញ្ចឹងបន្តមកយើងមើលទៅលើពុម្ពអក្សរនេះបាទគឺលោកស្រីគេថាពុម្ពអក្សរចង់ឲ្យធ្វើដូចគេតែម្ដងបាទអញ្ចឹងអត់បាក់ទេយើងselectលើអត្ថបទហ្នឹងមកយើងselectលើវាហើយយើងយកកន្លែងពុម្ពអក្សរនេះគឺយើងយកខ្មែរ OS បាទឬក៏លោកស្រីនេះលុបអាម៉ូឡាយនឹងចេញទៅបាទដល់យើងលុបហើយយើងអូខេមក enter មកគឺវាបានលេខបន្ទប់បែបនេះបាទចុះអាចុច2របស់គេនេះមិនដែរបាទចុច2ហ្នឹងគឺវាលោកស្រីចុចទៅលើ Alt នៅខាងស្ដាំដៃហើយយកជាប់អក្សរ L បាទក្របដល់ជាប់អក្សរ L ហ្នឹងចុចមកបានប៉ុណ្ណេះឬក៏ថាអត់យកហ្នឹងទេអញ្ចឹងយកក្បែរហ្នឹងយកបែបនេះវិញមកដូចគ្នាអញ្ចឹងទៅហើយយើងអាចចុចមកស្រឡាញ់ពេញចិត្តវាយណាយកវាយហ្នឹងទៅប៉ុនកុំវែងពេកតែផុតกระดาษវាធ្លាក់មកក្រោមអញ្ចឹងឥឡូវខ្ញុំបានមកបន្ទាត់នេះមកអនុវិទ្យាល័យផងហើយនឹងមកដល់កន្លែងចន្លោះនេះមានលេខបន្ទប់អញ្ចឹងណាខ្ញុំចង់បានមកប្រឡងមកបន្ទាត់ទី2ប្រឡងប្រចាំខែចុចថ្នាក់ទីចុចអញ្ចឹងណាបាទអញ្ចឹងដើម្បីវាយអត្ថបទកន្លែងនេះបានណាគឺយើងត្រូវប្រើប៊ូតុង enter នៅលើក្តារចុចយើងមានប៊ូតុង enter ចុច enter ពោកមកវានឹងធ្លាក់មកក្រោមបាទអញ្ចឹង enter ហ្នឹងគឺនៅខាងឆ្វេងដៃនៅខាងមិនមែននៅឆ្វេងដៃសំទោស enter ហ្នឹងគឺនៅខាងស្ដាំដៃគឺមានប៊ូតុងវែងមួយគេសរសេរ enter បាទអញ្ចឹងយើងគ្រាន់តែចុចលើវាផុសមកវាធ្លាក់មកក្រោមតមកទៀតយើងសរសេរប្រឡងប្រចាំខែអញ្ចឹងសរសេរប្រឡងប្រឡងប្រចាំខែហើយយើងចុចទៀតទៅបាទចុចដូចគេអញ្ចឹងមកបាទដក clear យើងចុចស៊ីនៅខាងឆ្វេងដៃហើយចុច space bar ដក clear សម្រាប់ថ្នាក់ទីបាទថ្នាក់ទីហើយយើងចុចទៀតទៅបាទនិយាយហើយបន្តមកយើងដក clear បន្តិចមកយើងដាក់សម័យប្រឡងហើយយើងចុចទៅបាទចុចមកតមកទៀតយើងមើលមកដល់ខាងចុងនេះបាទការសម័យប្រឡងឲ្យវែងតិចទៅបាទយើងមើលមកដល់កន្លែងដាក់ថាលេខតុកបាទលេខតុកហ្នឹងចឹងយើងត្រូវលេខតុកហ្នឹងឯងគឺយើងត្រូវដាក់បន្តពីកន្លែងសម័យប្រឡងនេះមកបាទចុច tape មកបាទនេះ tape មកដល់ទៅហ្នឹងមកយើងវាយលេខបាទលេខតុកហើយយើងចុច2ចឹងដូចគេហើយយើងចុចដូចគ្នាបាទបន្តមកទៀតលោកស្រីច្បាស់ជាឆ្ងល់ថាកន្លែងនេះយើងប្រើលេខដូរពុម្ពអក្សរដូចគ្នាបានអត់បានអញ្ចឹងចុចលើកន្លែងពុម្ពអក្សរកន្លែងហ្នឹងមកឬក៏ចុចទាំងអស់ក៏បានដែរហើយចូលមកកន្លែងដើមរបស់យើងពុម្ពអក្សរនេះអត់ខ្មែរ OS នេះយើងចុចលើខ្មែរ Moonlight ដោយសារយើងធ្លាប់ប្រើម្ដងហើយវានៅខាងលើនេះតែម្ដងអញ្ចឹងខ្មែរ Moonlight បានប៉ុណ្ណឹងបាទចុចនេះគឺប៉ុនគ្នាបាទអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំចង់លើកយកពីវិធីសាស្ត្រនៃការចុះបន្ទាត់ហើយនឹងការប្រើប្រាស់ tape អញ្ចឹងលោកគ្រូស្រីអាចធ្វើអនុវត្តតាមឲ្យបានប៉ុណ្ណឹងសិនមកហើយសម្រាប់វីដេអូបន្ទាប់លោកស្រីកុំភ្លេចចូលទៅមើលបន្តនៅការមេរៀនទី3ទី4រហូតដល់អត្ថបទនេះត្រូវបានវាបញ្ចប់អញ្ចឹងណាបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយផងដែរ